សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃ18ខែ6ឆ្នាំ2025ហើយខ្ញុំកំពុងតែនៅជើងភ្នំដងរែកព្រំប្រទល់កម្ពុជាថៃថ្ងៃនេះខ្ញុំចង់មកអាប់ដេតសភាពការនៅថ្ងៃនេះគឺសភាពការធម្មតាទេបងប្អូនគឺអត់មានអីប្រែប្រួលទេគឺសភាពការយើងគឺនៅធម្មតាប៉ុន្តែអ្វីជាបញ្ហាគឺមានកងទ័ពនៅខាងខ្មែរយើងគឺបានឃើញដ្រូនរបស់ទាហានថៃគឺសឹងតែរងថ្ងៃហើយដែលទាហានថៃបានបង្ហោះដ្រូនចូលតំបន់សឬក៏អាចចូលទៅដល់តំបន់ដីកម្ពុជាយើងគឺអានឹងគឺជាការខលខូចរបស់ទាហានថៃដែលវាតែងតែបង្ហោះដ្រូនចូលដែនដីយើងហើយក៏ដូចជាពេលខ្លះវាបង្ហោះចូលតំបន់សពេលខ្លះក៏វាហោះដីវាប៉ុន្តែវាអែបមកដីយើងអញ្ចឹងពួកថៃគឺវាខូចមែនទែនប៉ុន្តែសភាពការគឺធម្មតាទេនៅតាមព្រំដែនគឺអត់មានអីខុសប្លែកទេខាងក្រោយខ្នងខ្ញុំនេះគឺជាភ្នំដងរែកហើយថៃវាតែងតែបង្ហោះដ្រូនមិនដឹងថាគោលបំណងវាអីទេសម្បីតែភ័យក្រសួងការពារជាតិក៏គាត់បាននិយាយដែរថាថៃបានធ្វើការបង្ហោះដ្រូនពេលខ្លះក៏ចូលដែនដីប្រទេសយើងអញ្ចឹងហើយវាមិនដឹងវាគោលបំណងវាអីទេហើយនេះជាព័ត៌មានអាប់ដេតចុងក្រោយនៅថ្ងៃនេះហើយបើសិនជាមានសភាពការអីប្រែប្រួលគឺខ្ញុំអាប់ដេតជូនបងប្អូនទាំងអស់គ្នាតែសូមឲ្យបងប្អូនទាំងអស់គ្នាកុំមានភាពភ័យខ្លាចឬក៏យល់ខុសពីសភាពការនៅមុខព្រោះឃើញមានមួយចំនួនគឺនិយាយបលឹះថាសភាពការនៅមុខអត់ស្រួលតែតាមការពិតគឺអត់អីទេព្រោះខ្ញុំនៅមុខផ្ទាល់គឺអត់មានសភាពការអីប្រែប្រួលទេអរគុណបងប្អូនទាំងអស់គ្នា